ការថ្វាយបង្គំព្រះគឺជាសកម្មភាពដ៏សំខាន់របស់គ្រីស្ទបរិស័ទក្នុងសេចក្តីជំនឿដែលត្រូវតែគោរពប្រតិបត្តិដោយខានពុំបានការថ្វាយបង្គំប្រៀបដូចជាដង្ហើមនៃជីវិតរបស់គ្រីស្ទបរិស័ទដែលរស់នៅដោយគ្មានការថ្វាយបង្គំព្រះនោះប្រៀបដូចជាសាកសពដែលមានតែសម្បកកាយហើយគ្មានខ្យល់ដង្ហើមដូច្នេះដែររូបកាយត្រូវការខ្យល់ដង្ហើមដើម្បីរស់ឯគ្រីស្ទបរិស័ទក៏ត្រូវការថ្វាយបង្គំដល់ព្រះដូចជាត្រូវការខ្យល់ដង្ហើមសម្រាប់រស់ផងដែរបើទោះជាក្នុងជីវិតរបស់យើងរវល់ខ្លាំងយ៉ាងណាក៏ពុំគួរនឹងខកខានក្នុងការថ្វាយបង្គំឬក៏ទុកការងារអ្វីឲ្យសំខាន់ជាជាងការថ្វាយបង្គំនោះដែរព្រះគម្ពីរបានឲ្យយើងដឹងថារយៈពេល6ថ្ងៃដែលព្រះធ្វើការនឹងបង្កើតអ្វីគ្រប់បែបយ៉ាងទាំងអស់ទោះនៅលើផែនដីឬនៅលើអាកាសក៏ដោយតែថ្ងៃទី7ទ្រង់បានសម្រាកពីការទាំងអស់ដែលទ្រង់បានធ្វើទាំងប្រទានពរនិងញែកថ្ងៃនោះទុកជាបរិសុទ្ធផងគ្រីស្ទបរិស័ទក៏គួរតែបោះជំហានចេញពីថ្ងៃទី6របស់ខ្លួនហើយប្រុងប្រៀបខ្លួនសម្រាប់ចូលទៅក្នុងថ្ងៃបរិសុទ្ធរបស់ព្រះដើម្បីថ្វាយបង្គំដល់ព្រះជាជាងទៅធ្វើអ្វីផ្សេងក្រៅពីការថ្វាយបង្គំព្រះលោកមូសេបានចូលទៅគាល់ស្ដេចផារ៉ោនជាច្រើនលើកច្រើនសារដើម្បីអនុញ្ញាតឲ្យសាសអ៊ីស្រាអែលបានចេញពីទឹកដីអេស៊ីបដើម្បីបានទៅថ្វាយបង្គំដល់ព្រះនិងឲ្យរួចផុតពីការគៀបសង្កត់ការធ្វើទារុណកម្មនិងការបង្អត់អាហារជាដើមដែលស្ដេចផារ៉ោនបានធ្វើមកលើសាសអ៊ីស្រាអែលគ្រីស្ទបរិស័ទពុំគួរសំងំនៅអេស៊ីបហើយគិតថាអេស៊ីបជាកន្លែងដ៏ល្អសម្រាប់ខ្លួននោះឡើយគួរចេញពីទីនោះចេញទៅដើម្បីថ្វាយបង្គំដល់ព្រះថ្វាយបង្គំដោយព្រលឹងវិញ្ញាណនិងសេចក្តីពិតដើម្បីទទួលបានព្រះពរសេចក្តីអំណរនិងសេរីភាព